Robot មនុស្សចិនបង្ហាញសមត្ថភាពផលិតតែត្រៀមចូលរួមព្រឹត្តិការណ៍កីឡា Robot ពិភពលោកឆ្នាំ 2026 ប្រទេសចិនកាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងខេត្តហ្វូជៀនភាគខាងកើតប្រទេសចិន Robot មនុស្សចិនជាច្រើនគ្រឿងបានចូលរួមបង្ហាញសមត្ថភាពក្នុងដំណើរការផលិតតែដែលជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍កីឡា Robot មនុស្សពិភពលោកឆ្នាំ 2026 ដែលនឹងក្រុងប្រព្រឹត្តទៅនៅក្នុងខែសីហាខាងមុខនេះយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Robot ទាំងនេះបានអនុវត្តការងារសំខាន់ៗជាច្រើនចាប់តាំងពីការបេះស្លឹកតែការដឹកជញ្ជូនលើភូមិសាស្ត្រផ្លូវភ្នំរហូតដល់ការប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យកម្ដៅដើម្បីលីងតែឲ្យមានគុណភាពសកម្មភាពជាក់ស្ដែងនេះបានផ្ដល់ទិន្នន័យយ៉ាងសំខាន់ដល់ក្រុមវិស្វករក្នុងការយកទៅកែលម្អភាពបត់បែននៃម្រាមដៃនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចលនាឲ្យកាន់តែមានភាពរលូននិងច្បាស់លាស់ទោះបីជាបច្ចេកវិទ្យានេះនៅមានចំណុចខ្លះដែលត្រូវកែសម្រួលបន្ថែមប៉ុន្តែជោគជ័យដំបូងនេះបានបង្ហាញពីសក្តានុពលខ្ពស់របស់ Robot មនុស្សក្នុងការជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មប្រពៃណីលោក Fang Hainan តំណាងក្រុមវិស្វកម្មបានបញ្ជាក់ថាបទពិសោធន៍ការងារក្នុងពិភពពិតនេះគឺជាឱកាសដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព Robot ឲ្យកាន់តែមានភាពរហ័សរហួននិងត្រៀមខ្លួនរួចរាល់សម្រាប់បម្រើសង្គមនាពេលអនាគតបើទោះបីជាបច្ចុប្បន្ននៅមានចំណុចខ្វះខាតខ្លះក៏ដោយក៏ក្រុមវិស្វករកំពុងប្រើប្រាស់បច្ចេកវិទ្យាចាប់យកចលនា motion capture ដើម្បីប្រមូលទិន្នន័យសម្រាប់កែលម្អការគ្រប់គ្រងម្រាមដៃទាំង5ឲ្យកាន់តែមានភាពបត់បែននិងធ្វើបច្ចុប្បន្នភាពផលិតផលរបស់ខ្លួនឲ្យកាន់តែល្អឥតខ្ចោះជាបន្តបន្ទាប់គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡា Robot មនុស្សពិភពលោកលើកទី2នឹងត្រូវរៀបចំឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី22ដល់ថ្ងៃទី26ខែសីហាដោយមានវិញ្ញាសាជាង30ដែលបង្ហាញពីវឌ្ឍនភាពចុងក្រោយបង្អស់នៃបញ្ញាសិប្បនិម្មិតនិងសមត្ថភាពនៃការបញ្ជាដ៏ល្អិតល្អន់សូមអរគុណ